បាទយើងទៅជាក្រុមទាំងគ្រូបង្វឹកនិងគ្រូអមហើយនឹងកីឡាករកីឡាការីទាំងអស់18រូបហើយយើងនឹងធ្វើដំណើរទៅប្រកួតនៅទីក្រុងហុងកុងបាទការប្រកួតគឺមានពីថ្ងៃទី15ដល់ថ្ងៃទី17តែយើងចេញដំណើរពីថ្ងៃទី13ទៅបាទអញ្ចឹងសម្រាប់ការប្រកួតយើងមាន6វិញ្ញាសាបាទមានទាំងលោតចម្ងាយលោតកម្ពស់បាទហើយការបង្ហាញមានអាវុធនិងអត់អាវុធហើយនឹងការប្រយុទ្ធក្បាច់ប្រយុទ្ធហើយសរុបទាំងអស់យើងមាន40ជាងប្រកួតបាទហ្នឹងមានពួកគាត់ភាគច្រើនសិតតអ្នកដែលធ្លាប់មានបទពិសោធន៍ចូលប្រកួតបាន2ដងបាទទៅថៃផងទៅឥណ្ឌូនេស៊ីផងភាគច្រើនសិតបានមានបទពិសោធន៍អញ្ចឹងលើកនេះជាលើកទី3ផងគាត់អញ្ចឹងសង្ឃឹមថាបទពិសោធន៍គាត់នឹងដណ្ដើមបានមេដាយត្រឡប់មកវិញច្រើនលើកនេះបាទអ្វីដែលគាត់បានបង្ហាញមុននេះបន្តិចខ្ញុំបានមើលឃើញថាជឿនលឿនជាងមុនច្រើនបាទការទុនភាពរហ័សរហួនទុនជាងមុនបាទមុនរឹងឥឡូវយើងទុនជាងមុនភាពរហ័សរហួនជាងមុនអញ្ចឹងហើយការវិញ្ញាសាដែលយើងទទួលបានថាលោកគ្រូគាត់បានទទួលគេឲ្យវិញ្ញាសាមកយើងអញ្ចឹងយើងវឹកហាត់ឲ្យត្រូវវិញ្ញាសាប្រកួតអញ្ចឹងសង្ឃឹមថាភាពរហ័សរហួននិងការប្រឹងប្រែងហើយត្រូវនឹងវិញ្ញាសារបស់គេយើងសង្ឃឹមថាមានជោគជ័យច្រើនការដែលយើងអត់ទាន់ដឹងថាប្រទេសណាយើងប្រពៃហាប់ជីដូយើងជាថាយើងថ្មីដែរអញ្ចឹងយើងអត់ទាន់អញ្ចឹងចាំមើលដល់ពេលយើងដកស្រង់ការប្រកួតមួយលើកពីរលើកហើយចាំមើលយើងប្រមូលបទពិសោធន៍ទាំងអស់យើងជំនុំគ្នាថាចំណុចខ្លាំងចំណុចខ្សោយរបស់ហើយប្រទេសណាដែលគេខ្លាំងចាំក្រោយពីប្រកួតនៅត្រឡប់មកវិញយើងនឹងដកស្រង់បទជជែកដកស្រង់បទពិសោធន៍ពីគ្រូដែលគាត់ជាប្រវត្តិភូអមទៅណាមកទី1ប្រែផ្ដាំអំពីសុវត្ថិភាពនៅគាត់ធ្វើដំណើរនៅទីក្រុងហុងកុងទី2គឺថាចំណីអាហារឲ្យពួកគាត់ហូបចំណីអាហារពីព្រោះយើងឆ្លងប្រទេសយើងខ្លាចចំណីអាហារមិនស្រួលធ្វើឲ្យយើងសុខភាពមិនល្អបាត់សមត្ថភាពក្នុងការប្រកួតហើយការស្នាក់នៅអីឲ្យគាត់ប្រយ័ត្នប្រយែងរឿងការធ្វើឯកសារស្នាមហ្នឹងណាគាត់ខ្លាចគាត់មានជ្រុះបាត់ឬគាត់ភ្លេចចឹងឲ្យគាត់ដាស់តឿនគ្នានៅពេលដែលធ្វើដំណើរគឺដាស់តឿនគ្នាឲ្យរំលឹកពេលចេញដំណើរបដូរទីតាំងមួយឲ្យប្រមូលឲ្យរំលឹកគ្នាទាំងអស់បានចេញដំណើរឆន្ទៈពួកគាត់មុតខ្លាំងណាស់កីឡាទាំងអស់កីឡាករហើយទាំងគ្រូបង្វឹកទៀតគឺគាត់ចេញថវិកាសឹងថាផុសគាត់90%ទាំងអស់ហើយបុកនឹងសហព័ន្ធបន្តិចបន្តួចបំផុតស្ទូចស្ដាងណាស់អញ្ចឹងសឹងនិយាយថានេះគឺជាទឹកចិត្តដ៏មោះមុតទាំងកម្លាំងកាយកម្លាំងចិត្តហើយរួមនឹងថវិកាផ្ទាល់ខ្លួនបាទលើកនេះគឺជាឆន្ទៈមុតស្រួចបំផុតហើយបាទសារមុនយើងមានការគ្រប់គ្រងច្រើនពីសហព័ន្ធបាទសារនេះគឺមុតស្រួចណាស់ទឹកចិត្តពួកគាត់បាទហ្នឹងហើយខ្ញុំរំភើបហើយនឹងសរសើរទឹកចិត្តខ្ញុំស្អួរដើមកពេលដែលខ្ញុំនិយាយវាថារំភើបហួសពីអ្វីដែលយើងនិយាយពេកចេញណាបាទទាំងទឹកចិត្តនៃការប្រឹងប្រែងហាត់ដោយផ្ទាល់ខ្លួនហើយថវិកាផ្ទាល់ខ្លួនទៅទៀតបាទជាការទឹកចិត្តរោគអ្វីដែលធៀបមិនបានខ្ញុំសឹងតែនិយាយអត់ចេញអួលដើមករំភើបខ្លាំងណាស់បាទខ្ញុំជឿជាក់ថាពួកគាត់មិនទៅហើយក្រោយហើយគាត់នឹងមោះមុតបំផុតហើយក៏គិតថាសហព័ន្ធយើងនឹងរឹងមាំល្អទៅពីមួយចំនួនទៅមួយចំនួនទៅថាការតស៊ូមិនលះបង់មិនថយក្រោយរបស់កីឡាករកីឡាការីយើងតាំងពីទឹកចិត្តមោះមុតវឹកហាត់ហើយរួមទាំងលើកនេះគឺថវិកាផ្ទាល់ខ្លួននេះគឺថាមិនដែលមានទេពីព្រោះជាធម្មតាយើងសហព័ន្ធថ្នាក់ដឹកនាំឬក៏យើងមានចំណូលអីសញ្ញាត្រង់ចំណាយបញ្ជូនកីឡាករកីឡាការីនេះចេញទៅតែពួកយើងអត់បានធ្វើពួកគាត់ធ្វើដោយខ្លួនឯងពួកយើងមានតែថាការបែបផ្ដាំឬជាការដឹកនាំជាសម្ដីទេតែអ្វីដែលសឹងតែគាត់ធ្វើ100%ខ្លួនឯងហើយបាទតែទឹកចិត្តមិនងាយរកបានអ្វីដែលយើងធ្វើជាលទ្ធផលមកសមិទ្ធផលដែលយើងធ្វើបានកន្លងមកឥឡូវបើលើកនេះទៀតយើងបាន3វគ្គហើយដែលចេញទៅថ្នាក់អន្តរជាតិខាងក្រៅអញ្ចឹងខ្ញុំសង្ឃឹមថានឹងមានការមើលឃើញជាពិសេសគឺថ្នាក់ដឹកនាំរបស់ក្រសួងអប់រំនិងកីឡានឹងអាចថាផ្ដល់ជាប្រាក់រង្វាន់ឬក៏ប្រាក់អីមកដល់កីឡាករកីឡាការីនេះដែលប្រឹងប្រែងហើយយកបានមេដាយត្រឡប់មាតុភូមិវិញបាទសង្ឃឹមនឹងខ្ញុំនិយាយថាការផ្ដាំផ្ញើនឹងខ្ញុំក៏បាននិយាយនៅក្នុងសិនសិតមិញហើយអញ្ចឹងពួកគាត់ខ្ញុំជឿថាពួកគាត់នឹងមុតជាងខ្ញុំទៅទៀតអ្វីដែលគាត់ធ្វើនឹងគឺថាមុតជាងខ្ញុំអ្វីដែលគិតនៅក្នុងចិត្តទៅទៀតអញ្ចឹងថាពន្លឺនៃជោគជ័យនឹងមានធំលើកនេះមានធំបាទនឹងធំអរគុណលោកគ្រូLTNG Sport វិសាលភាពនៃកីឡា